ទី1ជាផែននាំមុខមានកាយរដ្ឋជំទង់ចំនួន8នាក់នាំមុខអ្នកកាន់បដាសរសេរពាក្យថាកាយរដ្ឋជាតិកម្ពុជាទង់ជាតិទង់សាសនានិងទង់ព្រះមហាក្សត្រនឹងអមដោយទង់អង្គការពិភពលោកនៃចលនាកាយរដ្ឋទង់កាយរដ្ឋជាតិកម្ពុជានិងទង់កាយរដ្ឋអាស៊ានផែនទី2មានទង់អមដោយកាយរដ្ឋរៀមច្បង16រូបតំណាងឲ្យការអប់រំកាយរដ្ឋកម្មពណ៌លឿងតំណាងឲ្យផ្នែកកាយរដ្ឋប្អូនពណ៌បៃតងតំណាងឲ្យផ្នែកកាយរដ្ឋជំទង់ពណ៌ក្រហមតំណាងឲ្យផ្នែកកាយរដ្ឋរៀមច្បងនិងពណ៌ស្វាយតំណាងឲ្យមេដឹកនាំកាយរដ្ឋផែនទី3ជាផែនក្រុមភ្លេងកាយរដ្ឋចម្រុះខេត្តឧត្តរមានជ័យខេត្តកោះកុងខេត្តកណ្ដាលដែលទទួលបានជ័យលាភីក្នុងការប្រកួតក្រុមភ្លេងកាយរដ្ឋថ្នាក់ជាតិលើកទី2ឆ្នាំ2025អមដោយក្រុមភ្លេងកាយរដ្ឋខេត្តកំពង់ធំដែលទើបតែបង្កើតថ្មីក្រោមការជួយឧបត្ថម្ភគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំផែនទី4ជាផែនបឹងបោយនារីដែលផែននេះមានសមាជិកចំនួន36នាក់តំណាងឲ្យអនុជំរំប្រាសាទតោប្រាសាទតោគឺជាក្រុមប្រាសាទស្ថិតនៅកណ្ដាលចន្លោះក្រុមប្រាសាទសម្បូរនិងក្រុមប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសម្បូរព្រៃគុកក្រុមប្រាសាទតោមានតួប៉មប្រាសាទសរុបចំនួន43ហើយក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងចំនួន1នៅល្អពាក់កណ្ដាលចំនួន6និងស្ថិតនៅក្រោមពាក់កណ្ដាលចំនួន36ក្រុមប្រាសាទនេះបានធំព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀមចំនួន2ជាន់ផែនទី5ជាផែននារីដំបងលើស្មាផែននេះមានសមាជិកចំនួន36នាក់ដែលតំណាងឲ្យអនុជំរំប្រាសាទសម្បូរព្រៃគុកត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទអេសានវរ្ម័នទី1នៅក្នុងសតវត្សទី7ក្នុងគ្រិស្តសករាជ616ដល់635នាសម័យចេនឡាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរនិយមប្រាសាទសម្បូរព្រៃគុកជារាជធានីចាស់ដែលមានឈ្មោះថាឥសានបុរៈកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនាផែនទី6ផែនដំបងត្រង់មានសមាជិក36នាក់ដែលតំណាងឲ្យអនុជំរំប្រាសាទក្រោលរមៀតប្រាសាទក្រោលរមៀតគឺជាប្រាសាទដែលសាងសង់ឡើងពីថ្មបាយក្រៀមនិងឥដ្ឋបុរាណហើយលក្ខណៈពិសេសដែលជាសក្តានុពលទេសចរដូចជាប្រវត្តិសាស្ត្រនៃការសាងសង់ទីតាំងនិងរចនាបថនិងមានដើមឈើធំៗជាម្លប់ខ្យល់អាកាសបរិសុទ្ធបរិយាកាសស្ងាត់ថែមទាំងមានធម្មជាតិជុំវិញយ៉ាងស្រស់ស្អាតដែលជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរផែនទី7ផែនដំបងឈៀងមានសមាជិក36នាក់តំណាងឲ្យអនុជំរំប្រាសាទយាយព័ន្ធប្រាសាទយាយព័ន្ធគឺជាក្រុមប្រាសាទស្ថិតនៅខាងត្បូងគេមានប្រាង្គសរុបចំនួន35ដែលនៅក្នុងនោះប្រាសាទនៅល្អមានចំនួន4ក្រុមប្រាសាទនេះព័ទ្ធទៅដោយកំពែង2ជាន់ដែលកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀមមានច្រកចូលគ្រប់ទិសទាំង4ផែនទី8ជាផែនក្រុមឆាយ៉ាំកាយរដ្ឋជាតិកម្ពុជា